Ok, trong video này dương liền về điện TV về editor nói tí muối thì dùng đấy chân HTML editor rồi bạn cứ pra làm bài một cái sản phẩm nâng pro code HTML chân được nông mê này nè nâng bàn xoay nhớ làm pi HTML editor đã bình dùng đã pra sản phẩm pro exa HTML bọn nè thế chân cái tao vậy tới chi HTML editor chân HTML editor គឺជាឧបករណ៍ឬក៏កម្មវិធីសម្រាប់បង្កើតការសម្រួលគ្រប់គ្រងក្នុងដំណើរការ code HTML file ចឹង HTML editor ផ្ដល់នូវមុខងារជាច្រើនដូចជា auto indenting syntax highlighting និងមួយទៀតគឺ auto completion ឡាក់អូខេចឹងគេថាអ្នកអាចប្រើប្រាស់ HTML editor ខាងក្រោមនេះដើម្បីសរសេរនិងគ្រប់គ្រង code HTML របស់អ្នកចឹងអ្នកត្រូវតែរក្សាទុកឯកសារដោយជាមួយនឹងការបន្ថែមនៅ .htm ឬក៏ .html ចឹងមានន័យថានៅពេលដែលអ្នកសរសេរវាហើយអ្នកនរគ្នា save វាកុំភ្លេចត្រូវដាក់កន្ទុយរបស់វាគឺ .htm ឬក៏ .html ចឹងអា .htm នេះដោយសម្រាប់តែ version ចាស់ទេចឹង version ថ្មីគឺភាគច្រើនគឺប្រើ .html អូខេឥឡូវយើងមកមើលចំណុចទី2គេថាប្រភេទ HTML editor ចឹងខាងក្រោមនេះគឺជាប្រភេទផ្សេងៗគ្នានៃការនៃកម្មវិធី HTML editor ទី1គឺ text editor ចឹង text editor នេះគឺជា HTML editor មូលដ្ឋានដែលអ្នកសរសេរកូដដោយដៃចឹង editor ប្រភេទនេះគឺมันផ្ដល់នូវតម្លៃគ្រប់យ៉ាងសម្រាប់សរសេរនិងគ្រប់គ្រងកូដ HTML ទេចឹងtext editor ខ្លះគឺអាចមានមុខងារដូចជា syntax highlighting និងឧបករណ៍កែសម្រួលកូដមូលដ្ឋានចឹងក្នុងនេះឧទាហរណ៍មានដូចជា Notepad ប្រើប្រាស់ជាដើមចឹង Notepad ឬក៏ Notepad ហ្នឹងត្រូវបានគេហៅថាជា text editor អូខេមួយទៀតគឺ WYSIWYG editor ចឹង WYSIWYG editor នេះគឺអនុញ្ញាតឲ្យអ្នកបង្កើតគេហទំព័រដោយការមើលឃើញគេហៅថា visuality ដែលអ្នកមិនចាំបាច់សរសេរកូដទាំងស្រុងដោយដៃចឹង editor HTML ប្រភេទនេះអាចអនុញ្ញាតឲ្យរចនាទំព័រដោយមិនចាំបាច់សរសេរកូដចឹងកម្មវិធីដែលគេចាត់ទុកថាវាជា WY SIWIYG នេះគឺមានដូចជា Adobe Dreamweaver ឬក៏ Blue Gryphon ចឹងកម្មវិធីហ្នឹងគឺយើងអត់ចាំបាច់សរសេរកូដទេវាមានប៊ូតុងសម្រាប់ធ្វើការចាប់យកប៊ូតុងឬក៏ផ្នែកផ្សេងៗដែលយើងចង់យកមក design នៅលើ website របស់យើងអញ្ចឹងដល់ពេលដែលយើងយកឧបករណ៍របស់ហ្នឹងមកគូសមកគឺវានឹង generate បានទៅជាកូដអញ្ចឹងអ្នកដែលអត់ត្រូវការសរសេរកូដច្រើនយើងអាចប្រើប្រាស់កម្មវិធី Adobe Dreamweaver ឬក៏ Blue Gryphon នេះបានអូខេហើយមួយទៀតគឺ online HTML editor ចឹង online HTML editor គឺជាឧបករណ៍នៅលើបណ្ដាញដែលអ្នកអាចសរសេរគ្រប់គ្រងនិងដំណើរការកូដ HTML របស់អ្នកដោយផ្ទាល់តាមរយៈ browser ចឹង editor ទាំងនេះភាគច្រើនផ្ដល់ការមើលជាក់ស្ដែង live preview នៃឯកសារ HTML ចឹងមានគេហទំព័រមួយចំនួនបានផ្ដល់នៅ online HTML editor មួយដែលគ្រប់គ្រងមាន syntax highlighting alignment code beautification និងមុខងារច្រើនទៀតចឹងយើងឃើញនៅក្នុង WCC ឬក៏ website មួយចំនួនដែលអនុញ្ញាតឲ្យយើងធ្វើការសរសេរកូដក៏ដូចជា run នៅលើ browser online តែម្ដងអាហ្នឹងគេហៅថាជា online HTML editor អូខេចំណុចមួយទៀតគេថា integrate development environment ដែលគេសរសេរកាត់ថា IDE ចឹង IDE នេះផ្ដល់នៅបរិយាកាសអភិវឌ្ឍរួមមកពាក្យថា integrate development environment ដែលអ្នកអាចសរសេរគ្រប់គ្រងនិងបំបត្តិកំហុសពិបាកគម្រោងពេញលេញឬក៏គម្រោងធំបានអញ្ចឹង IDE ខ្លះមានដូចជា JetBrains WebStorm ហើយឬក៏ Eclipse Lab អញ្ចឹងកម្មវិធីទាំងអស់ហ្នឹងត្រូវបានគេហៅថាជា IDE ជា IDE មកពាក្យថា Integrate Development Environment
ok chẳngបន្ទាប់ពីយើងមើលការបែងចែកនៅប្រភេទ HTML editor យើងហើយឥឡូវយើងមកមើលក្នុងចំណុចទី3គឺថាកម្មវិធី HTML editor ដ៏ពេញនិយមចឹងមាន HTML editor ជាច្រើនសម្រាប់អ្នកប្រើទាំងបង់ប្រាក់និងមិនបង់ប្រាក់ចឹងខាងក្រោមនេះគឺជាបញ្ជី HTML ដ៏ពេញនិយមដែលគេពេញនិយមក្នុងការប្រើប្រាស់ទី1គឺ Notepad 2គឺ Notepad++, 3គឺ Sublime ទី4គឺ Visual Code ទី5គឺ Atom ទី6គឺ Bracket ទី7គឺ Adobe Dreamweaver CC ហើយនិងមួយទៀតគឺ Cafe Cup ចឹងមិនមែនមានតែប៉ុណ្្នឹងទេគឺមានតទៀតចឹងអ្វីដែលខ្ញុំលើកឡើងមកនេះគឺជាការពេញនិយមនៃការប្រើប្រាស់ចឹងការពេញនិយមមានថាគេប្រើប្រាស់ច្រើនចឹងNotepad Sublime Visual Code អីនេះគឺវាស្រាលចឹងវាងាយស្រួលក្នុងការប្រើប្រាស់សិនវាអត់ដំណើរការតឹងអូខេឥឡូវយើងមកនិយាយពី Notepad ចឹងក្នុងនេះខ្ញុំបង្ហាញពី Notepad ចឹង Notepad គឺជាកម្មវិធី text editor មូលដ្ឋានដែលឥតគិតថ្លៃដែលបានដំឡើងជាមុននៅក្នុងប្រព័ន្ធ Windows ចឹង Notepad ត្រូវបានគេប្រើជាឧបករណ៍ HTML editor បានចឹង Notepad នេះគឺវាត្រូវបានដំឡើងរួចរាល់នៅពេលដែលយើងធ្វើការ install នៅ Windows យកមកប្រើប្រាស់ចឹងមានថាគឺវាមានស្រាប់នៅក្នុង Windows វិញតែម្ដងអូខេចឹងនៅពេលដែលអ្នកនរគ្នាបើកNotepad ហ្នឹងមកអ្នកនរគ្នាធ្វើការសរសេរ code HTML របស់យើងបាទដូចអ្វីដែលខ្ញុំបង្ហាញនេះចឹងនេះគឺជាដំណើរការមួយនៃការបង្កើតក៏ដូចជា run HTML code នៅក្នុង Notepad ចឹងទី1គឺគេឲ្យយើងបើកកម្មវិធី Notepad មកតមកទៀតគឺយើងត្រូវសរសេរ code HTML តមកទៀតយើងត្រូវការ save វា save ហើយយើងដាក់ឈ្មោះវាមក .htm ឬក៏ .html ដើម្បីកំណត់ហើយកំណត់ encode ទៅឲ្យវាគឺ UTF-8 ចឹង Notepad ដល់ពេលដែលយើង save គឺវាសួរយើងពី encrypt type ឯងចឹងយើង encrypt វាជាប្រភេទ UTF-8 មកអូខេចឹងយើងមើលកន្លែងនេះគឺ save ដាក់ឈ្មោះថា first.html ចឹងគេដាក់ថាលេខ1ហ្នឹង first ឬក៏ដំបូង .html ចឹងវា complete កន្ទុយរបស់វាបើសិនបើយកដាក់កន្ទុយទៀតវាអាចធ្វើការ run ទៅលើ browser បានទេអូខេហើយបន្ទាប់ពីយើង save វាហើយគេឲ្យយើងចុចទៅលើ file ហ្នឹងហើយជ្រើសរើសកម្មវិធី web browser ដែលអ្នកចង់មើលលទ្ធផលអូខេចឹង Notepad អត់មានអីពិបាកទេអ្នកនរគ្នាមកសរសេរនៅកន្លែងនេះមកចឹងអ្នកនរគ្នាវាយពាក្យថា Notepad មកគេសុំទោសខ្មែរចឹងយើងវាយថា Notepad អូខេចឹងយើងគ្រាន់តែវាយថាពាក្យ Notepad មកវាចេញមកហើយបន្តមកទៀតយើងអាចធ្វើការសរសេរ code មកចានេះគឺជា Notepad របស់យើងចឹងយើងអាចធ្វើការសរសេរ code តាមអ្វីដែលយើងចង់សរសេរមកចឹងឧទាហរណ៍ដែលយើងសរសេរថា type HTML ចឹងយើងត្រូវបិទវាមកវិញមកហើយបន្តមកទៀតអ្នកនរគ្នាត្រូវបើក HTML ហើយយើងបិទ HTML ហើយទៅបន្តមកទៀតយើងធ្វើការ enter វាមកអូខេបន្តមកទៀតយើងដាក់ head ចឹងអ្នកនរគ្នាត្រូវសរសេរ head ហើយយើងបិទ head ទៅហើយមកជៀសវាងការភ្លេចអូខេបន្តមកទៀតអ្នកនរគ្នាញែកមកយើងដាក់ថា title ចឹង title ក៏ដូចគ្នាដែរវាបើកគឺមានបិទដូចគ្នាចឹង text របស់វាគឺមាន open text ហើយនិង close text អូខេ title អូខេចឹងកន្លែងនេះខ្ញុំដាក់ថា sample អូខេបន្ទាប់ពីយើងមាន head ហើយគឺយើងមាន body ចឹង body គឺវានៅក្នុង head ចឹង body គឺខ្សែ body មកហើយយើងធ្វើការបិទ body មួយគ្នាអូខេចឹងនៅក្នុង body នេះយើងចង់សរសេរពាក្យអីមួយយើងសរសេរមកចឹងដូចជាចង់បង្ហាញជាលក្ខណៈ clear paragraph ចឹងយើងត្រូវបើក p ហើយយើងបិទ p មកវិញអូខេចឹងយើងដាក់ថា hello everyone
ចឹងនៅពេលដែលយើងធ្វើការសរសេររួចរាល់ហើយចឹងអ្នកនរគ្នាអាច save ចឹងដើម្បីឲ្យវាមានមើលទៅយើងស្រួលមើលយើងអាច tab ចូលមក tab ក្នុងកម្មវិធីនេះវាអត់សូវ load ណា notepad វាជារបស់ Windows ទេអូខេចឹងឧទាហរណ៍អ្នកនរគ្នាសេបែបនេះរាល់ចឹងអ្នកនរគ្នាត្រូវការ save ចឹង save អ្នកនរគ្នាមកចុចទៅលើ file យកពាក្យ save មកឬក៏យើងយក save as ក៏បានដែរអូខេបន្តមកទៀតយើងជ្រើសរើសទីតាំងនៃការដាក់របស់យើងមកចឹងឧទាហរណ៍ដែលខ្ញុំ save ដាក់ក្នុង HTML មេរៀនទី1នេះចឹងខ្ញុំដាក់ថា hello.html អូខេខ្ញុំកន្លែង encode របស់យើងយើងរើសយក UTF-8 សម្រាប់ notepad របស់យើងអូខេយើង save មកអូខេចឹងនៅពេលដែលយើង save ហើយយើងអាចមករក file របស់យើងមកចឹង file របស់យើងនៅក្នុង lesson នេះចឹងខ្ញុំ save ដាក់នៅក្នុង lesson ទី1ចឹងនេះយើងឃើញ hello.html ចឹងអ្នកនរអាច open មកអាច open with ជាមួយនឹងកម្មវិធីមួយណាដែលអ្នកនរចង់ឃើញអូខេឥឡូវខ្ញុំចូល Google Chrome អូខេចឹងយើងឃើញនៅកន្លែងនេះគេដាក់ថា hello everyone អូខេចឹងដំណើរការវាគឺដំណើរការបែបនេះអូខេឥឡូវយើងមកមើលមេរៀនតយើងអូខេមិញខ្ញុំបានបង្ហាញអ្នកនរគ្នាតាក់ទងជាមួយ notepad ហើយឥឡូវយើងមកមើល notepad++ ណា notepad++ ក៏អត់ដូចខុសគ្នាដែរព្រោះ notepad++ នេះយើងត្រូវ install បន្ថែមអូខេចឹងនិយាយថា notepad++ គឺជាកម្មវិធីកែសម្រួលកូដដោយសេរីវាត្រូវបានសរសេរឡើងជាមួយភាសា C++ហើយគ្រប់គ្រងនៅមុខងារដូចជាពណ៌សម្គាល់ទៅលើភាសាកូដ syntax highlight ណាបំពេញអំពីកូដដោយស្វ័យប្រវត្តិ programming ការសរសេរ script និងផ្សេងៗទៀតអញ្ចឹង notepad++ គឺជាកម្មវិធីកែសម្រួល HTML ដែលល្អបំផុតមួយដែលអាចបង្កើតនិងគ្រប់គ្រងនៅឯកសារ HTML ចឹងវាមានតាំងពីពណ៌សម្គាល់មានតាំងពីភាសា programming ឧទាហរណ៍ថាយើងគ្រាន់តែវាយអីមួយមកវាចេញអក្សរឲ្យយើងប្រើប្រាស់ឬក៏មាន script ស្រាប់ដើម្បីឲ្យយើងប្រើប្រាស់អូខេចឹងគេថា notepad++ មិនមែនបានដំឡើងមុនជាមួយប្រព័ន្ធទេចឹងអ្នកត្រូវតែទាញយកវាដោយផ្ទាល់ពីឧបករណ៍ផ្សេងៗនៅលើគេហទំព័រផ្លូវការរបស់វាចឹងដូចជា notepad++.org ចឹងមានថាកម្មវិធីនេះគឺតម្រូវឲ្យយើងធ្វើការ install កម្មវិធីមកអូខេឥឡូវយើងចូលទៅ download ទៅអូខេឥឡូវយើង copy address ទៅចឹងយើងបើកកម្មវិធីមកហើយបន្តមកទៀតអ្នកនរគ្នាត្រូវដាក់នៅលើ browser នេះយើងសេថា notepad++.org មកអូខេបន្តមកអ្នកនរគ្នា enter ចឹងមុននឹងអ្នកនរគ្នាអាច download បានអ្នកនរគ្នាត្រូវមានអ៊ីនធឺណិតជាមួយសិនអូខេចឹងយើងមើលដល់ខាងឆ្វេងចុចពាក្យថាកន្លែង download មកអូខេឥឡូវយើង download ចឹងយើងយកមួយណាក៏បានដែរតមកទៀតអ្នកនរគ្នាចុច download អូខេចឹងគេដាក់ npp 8.9 installer ហើយយើងចាប់ផ្ដើមចុច download start download អូខេចឹងនៅពេលដែលអ្នកនរគ្នា download បានអ្នកនរគ្នាចុច install លើតែម្ដងអូខេចឹងយើងធ្វើការ install វាទៅនិចទៅមុខមកអូខេនិចទៀតអូខេយើងនិចទៅមុខតទៀតទៅអូខេចឹងពេលយើងនេះហើយចឹងគឺយើងអាចប្រើប្រាស់វាបានហើយអូខេចឹងវាបើកមកឲ្យយើងបែបនេះចឹងនិយាយថាមានគោលពីមុនដែលតបប្រើអូខេសូមបិទវាសិនអូខេចឹងកម្មវិធីនេះគឺជាកម្មវិធី notepad++ អូខេចឹងអ្នកនរគ្នាអាចស្វែងរកវាបានដូចដែរគឺយើងអាចវាយពាក្យថា notepad មកចឹងនេះគឺជា notepad++អូខេចឹង notepad++ នេះអាចធ្វើការសរសេរដូចគ្នាចឹងយើង copy យកខាងអូខេចឹងយើង save វាមកចឹងបើសិនបានអ្នកនរគ្នាអត់ save វាទេវាអត់ចេញពណ៌ color ឲ្យយើងទេ
ចឹងទីទីនេះអរគ្នា cell head file សិនចឹងឧទាហរណ៍ថាខ្ញុំ test.html ទៅចឹងខ្ញុំ cell វាដាក់ test.html ពេល cell មកអូខេចឹងនៅពេលដែលអ្នកនរគ្នា cell វារួចចឹងគឺវាមានចេញប្រភេទពណ៌ឲ្យយើងមើលចឹងបើសិនបើយើងសរសេរទៅវាអត់ចេញពណ៌អត់ចេញអីមានថាការសរសេរយើងខុសអីចឹងទៅចឹងគឺវាមាន highlight ប្រាប់យើងអូខេចឹងកូដនេះគឺកូដដដែលទេណាចឹងចង់បង្ហាញអ្នកនរគ្នាអាចសរសេរតាមនេះបានដូចគ្នាអូខេចឹង step នៃការអនុវត្តរបស់យើងទី1គឺគេឲ្យបង្កើតចឹងគឺយើងបើក .pad មកហើយយើងសរសេរកូដ HTML យើងមកហើយបន្តមកទៀតយើង cell ឲ្យដាក់ឈ្មោះថាឈ្មោះអីក៏ដោយហើយយើងដាក់ .html លើក្រោយឬក៏ .htm តមកទៀតយើងរ៉ានឯកសារដូចអ្វីដែលខ្ញុំបង្ហាញពីមុនអញ្ចឹងគឺយើងបង្ហាញតាម web browser មួយណាដែលយើងចង់ធ្វើការបង្ហាញអូខេឥឡូវយើងមកមើលមួយទៀតគឺកម្មវិធី Sublime ជា Sublime Editor គឺជាកម្មវិធីកែសម្រួលកូដដែលអាចដំណើរការបានលើប្រព័ន្ធច្រើនអញ្ចឹងវាត្រូវបានប្រើសម្រាប់សរសេរកូដ markup និងអត្ថបទសរសេរផ្សេងៗអញ្ចឹងវាត្រូវបានសរសេរឡើងជាមួយភាសា C និង Python អញ្ចឹងកម្មវិធីហ្នឹងគឺគេប្រើភាសា C++ ឬក៏ Python ដើម្បីបង្កើតវាអញ្ចឹងបង្កើតមកវាមានលក្ខណៈលឿនអញ្ចឹង Sublime Editor ផ្ដល់នូវមុខងារដូចជាការរុករកឯកសារការផ្ដល់ជាសញ្ញាឬក៏បន្ទាត់យ៉ាងរហ័សអញ្ចឹងវាអនុញ្ញាតឲ្យកែសម្រួលនៅតំបន់ដែលបានជ្រើសរើសច្រើនជាមួយគ្នាអូខេអញ្ចឹងកម្មវិធី Sublime នេះដូចគ្នាដែរយើងសរសេរកូដដូចដែលខ្ញុំបង្ហាញមុនហ្នឹងក៏បានដែរឬក៏តាមកូដដែលខ្ញុំបង្ហាញនេះអូខេអញ្ចឹង Sublime នេះក៏យើងអាចធ្វើការ download បានដែរដែលយើងចូលទៅកាន់ website http://w.sublime.com ហើយយើងដាក់ download មកដើម្បីទាញយកវាយកមក install នៅលើម៉ាស៊ីនរបស់យើងដូចដែលខ្ញុំបង្ហាញហ្នឹងអូខេហើយចំណុចមួយទៀតគឺចំណុចទី4និយាយពីកម្មវិធី Visual Code អញ្ចឹង Visual Studio Code ណាដែលគេហៅថា VS Code ហ្នឹងគឺជាកម្មវិធីកែសម្រួលកូដដែលបានអភិវឌ្ឍដោយក្រុមហ៊ុន Microsoft អញ្ចឹងវាគ្រប់គ្រងក្នុងប្រព័ន្ធប្រតិបត្តិការ Windows, Linux និង macOS អញ្ចឹង VS Code នេះត្រូវបានប្រើទូលំទូលាយសម្រាប់បង្កើតនិងគ្រប់គ្រងឯកសារ HTML ដោយសារមុខងារល្អៗរបស់វាដូចជាការគ្រប់គ្រងការពិនិត្យកំហុសនិងហៅថា debugging report ពណ៌សម្គាល់ទៅលើភាសាកូដ syntax highlight អញ្ចឹងយើងមានការ highlight តាក់ទងនឹងពណ៌ទៅលើកូដផ្សេងៗមួយទៀតការកែសម្រួលកូដឡើងវិញអញ្ចឹងនៅពេលដែលយើងសរសេរកូដទៅវាអាចធ្វើការកែសម្រួលកូដរបស់យើងឲ្យត្រូវទៅតាមអ្វីយើងចង់បានមួយទៀតការបំពេញកូដដ៏ឆ្លាតវៃ intelligent code completion អញ្ចឹងគឺវាមានកូដស្រាប់ៗដែលអាចឲ្យយើងជ្រើសរើសបាននិងមានចំណុចសំខាន់ៗផ្សេងៗទៀតជាច្រើនអូខេអញ្ចឹងយើងអាចបើកមកយើងសរសេរដូចអ្វីដែលបង្ហាញអញ្ចឹងអូខេអញ្ចឹង Visual Code នេះក៏ជាមិនមែនកម្មវិធីដែលតម្លើងរួចដែរអញ្ចឹងគឺទាមទារឲ្យយើងចូលទៅកាន់ website នេះដើម្បីធ្វើការ download ចឹងយើងអាច download ចេញពី website របស់វាតែម្ដងគឺ code.visualstudio.com/download អូខេចឹងក្នុងនេះអ្នកនរគ្នាអាចចុចតាម link ហើយ download យកមកតម្លើងដូចដែលខ្ញុំបានបង្ហាញលើមុនដែរអូខេចឹងយើងមើលចំណុចចុងក្រោយថាអត្ថប្រយោជន៍នៃការប្រើប្រាស់ HTML editor ណាចឹងមានអត្ថប្រយោជន៍ជាច្រើនក្នុងការប្រើកម្មវិធី HTML editor ដើម្បីសរសេរនិងគ្រប់គ្រងកូដ HTML របស់អ្នកជាអត្ថប្រយោជន៍សំខាន់ៗខ្លះមានដូចតទៅទី1ការកាត់បន្ថយកំហុសអញ្ចឹងកម្មវិធី HTML editor មានប្រយោជន៍ក្នុងការកំណត់និងកែសម្រួលកំហុស syntax នៅពេលដែលអ្នកធ្វើការសរសេរកូដ HTML មួយទៀតគឺវាមានពណ៌សម្គាល់ទៅលើ syntax នីមួយៗអញ្ចឹងភាគច្រើននៃកម្មវិធី HTML editor គឺមានមុខងារ syntax highlight ដែលអនុញ្ញាតឲ្យកូដមានពណ៌ខុសគ្នាដើម្បីបែងចែករវាង tab text attribute និង content របស់ HTML ដែលធ្វើឲ្យកូដច្បាស់និងងាយក្នុងការអានបានមួយទៀតគឺថាបំពេញកូដដោយស្វ័យប្រវត្តិអញ្ចឹងភាគច្រើននៃកម្មវិធី HTML editor បំពេញ text ឬក៏ attribute ដោយស្វ័យប្រវត្តិអញ្ចឹងនៅពេលដែលយើងធ្វើការសរសេរកូដអញ្ចឹងឧទាហរណ៍បើសិនបើអ្នកចាប់ផ្ដើមសរសេរ paragraph ដោយវាយនៅ open text 2
chứកម្មវិធីនឹងវានឹងបង្ហាញclose text ដោយស្វ័យប្រវត្តិចឹងមានថាយើងសរសេរ SOP អត់មានស្លាប់បិទគឺវានឹងមានធ្វើការបិទឲ្យដោយស្វ័យប្រវត្តិចឹងកម្មវិធីហ្នឹងក៏ផ្ដល់នៅអនុសាសន៍ syntax ក៏ដូចជា element ផងដែរផលប្រយោជន៍មួយទៀតគេថាផ្ទៀងផ្ទាត់កូដចឹងភាគច្រើននៃកម្មវិធី HTML editor មានមុខងារផ្ទៀងផ្ទាត់កូដអ្នកមិនចាំបាច់ប្រើឧបករណ៍ផ្សេងទៀតដើម្បី validate កូដទេចឹងមុខងារនេះគឺជួយបញ្ជាក់កំហុសនៅក្នុងកូដចឹងនៅពេលដែលយើងធ្វើការសរសេរទៅគឺវាមិនលូតជា highlight ផ្សេងៗនៅ syntax ដែលយើងបានសរសេរខុសអូខេចឹងគេថាឧបករណ៍សហការចឹងកម្មវិធី HTML editor ខ្លះមានប្រព័ន្ធ version control ដែលធ្វើឲ្យក្រុមអាចសហការនិងតាមដានការផ្លាស់ប្ដូរបានយ៉ាងងាយស្រួលចឹងវាមានប្រភេទ HTML ដែលវាមាន version control មានន័យថានៅពេលដែលអ្នកនរគ្នាធ្វើការកែកូដវាដឹងថាគេកែកូដនៅត្រង់កន្លែងណាវាមាន highlight ឬក៏ control history វាដើម្បីទុកសម្រាប់ប្រាប់យើងអូខេអញ្ចឹងសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូបន្ទាប់យើងនិយាយពីការសរសេរកូដរបស់ HTML អូខេបើសិនបើអ្នកនរគ្នាចូលចិត្តអាចធ្វើការ subscribe ទៅលើ channel មួយផង